បុរសម្នាក់បានជំពប់ដួលលើឆៃយ៉ាឡៃនេះសំខាន់ណាស់ប៉ុន្តែពួកគេមិនដឹងតតែសោះថាវាបានកំពុងរងចាំគាត់អ្វីដែលខ្ញុំក៏សម្គាល់ឃើញពេលខ្ញុំងាកមកខ្ញុំមិនបានឃើញវាទេប៉ុន្តែភ្លាមនោះទោះជាយ៉ាងណាក៏ដោយអ្វីដែលខ្មោចឆៅមិនដឹងនោះគឺថាបុរសនោះគឺជាចៅហ្វាយកុមារយាងយ៉ាងគាត់វាមិនអាចទៅរួចទេក្នុងការនៅជាមួយដើម្បីបិទឈាមនិងដើម្បីរីករាយអរគុណចំពោះអំណោយនេះពីធម្មជាតិតាមពិតបុរសនោះបានដកស្ត្រីម្នាក់ចេញខុសត្រណប់សាកសពនេះនឹងធ្វើឲ្យខ្មោចស្រីនោះខ្លាចសាកសពត្រូវបានបំផ្លាញប៉ុន្តែនៅពេលនេះត្រីនៅលើក្តារកាត់រួចទៅហើយបុរសនោះចាប់ផ្ដើមឈួតទៅរកគាត់ពួកគេដេញតាមគ្នាយ៉ាងអន្ទះសារប៉ុន្តែមិននឹកស្មានដល់នៅខាងក្រៅសម្លេងគោះទ្វារគាត់គ្មានជំរឿអ្វីក្រៅពីដំបងត្រូវដាក់វត្ថុស័ក្តិសិទ្ធិលើខ្មោចដើម្បីការពារគាត់ពីការបំភ័យមនុស្សធម្មតាយ៉ាងណាមិញបុរសនោះទើបតែបើកទ្វារភ្លាមនោះស្ត្រីម្នាក់ពាក់មួកបានលេចមុខមកមាត់ទ្វារគាត់បានទាត់គាត់ទៅដីយ៉ាងលឿនរួចក៏សំណុំបច្ចេកទេសចាប់នេះនឹងត្រូវប្រើដើម្បីបង្ក្រាបឯកសណ្ឋានមុខស្លេកស្លាំងគាត់បន្តសង្កត់លើប៉ុន្តែភីគីម្ខាងទៀតសាក់សឹកមើលលើដីបានសម្រាប់គាត់ដោយផ្ទាល់ពួកគេត្រូវបាននាំទៅប៉ុស្តិ៍ប៉ូលីសបីជាគាត់ខិតខំពន្យល់ពីរឿងនោះក៏ដោយខាងក្រោយដ៏គួរឲ្យអាណិតរបស់ខ្មោចឆៅស្រីនិងមូលហេតុនៃការធ្វើអត្តឃាតរបស់គាត់មុខរបស់ស្ត្រីនៅតែទទួលស្គាល់ថាក្មេងស្រីនោះត្រូវបានសម្លាប់ដោយគាត់ដើម្បីសង្គ្រោះខ្លួនគាត់គ្មានជំរឿអ្វីក្រៅពីនិយាយថាព្រលឹងខ្មោចឆៅមកជួយស្ត្រីបានទេតើអាចពន្យល់បានប៉ុន្តែរឿងនេះនៅឆ្ងាយណាស់អ្នកណានឹងជឿរឿងចម្លែកបែបនេះទៅបុរសគាត់គ្មានជំរឿអ្វីក្រៅពីសន្យាថាបើវាមិនដំណើរការទេនៅនឹងកន្លែងស្ត្រីដែលពាក់មួកនាងចង់យល់ព្រមភ្លាមនាងចង់ឃើញតើមនុស្សស្លាប់បានរស់ឡើងវិញយ៉ាងដូចម្តេចនៅពេលដែល talisman នៅក្នុងដៃរបស់គាត់បានឆេះបន្ទាប់ពីវាឆេះអស់ទាំងស្រុងគាត់ក៏ទទួលយកការបង្ក្រាបថ្ងាសរបស់ zombie ឆេះប៉ុន្តែមុខរបស់ស្ត្រីនោះមិនបានឆេះទេដោយគ្មានប្រតិកម្មអ្វីឡើយពួកគេជឿជាក់ថាពួកគេគ្រាន់តែលេងល្បិចប៉ុណ្ណោះភ្លាមនោះខ្យល់ត្រជាក់បក់បោកក្រោកឡើងម៉ាស់ពណ៌ចម្លែកមួយពន្លឺបានលេចចេញនៅចំពោះមុខមនុស្សគ្រប់គ្នាហើយបន្ទាប់គាត់បានចូលទៅក្នុងក្មេងស្រីនោះយឺរាងកាយរបស់គាត់ស្រាប់តែធ្វើបែបនេះគាត់ក្រោកឈរឡើងរួមជាមួយនឹងក្បាលរបស់គាត់វិលយឺតរហូតដល់អ្នកទាំងពីរនោះមុខនោះធ្វើឲ្យគាត់ភ័យខ្លាចខ្លាំងណាស់ក្មេងស្រីនោះបានរឿងបរិះនោះនិយាយសំណើរបស់គាត់ត្រូវបានដោះស្រាយភ្លាមគាត់បានពន្យល់ពីមូលហេតុនៃជីវិតនិងការស្លាប់របស់គាត់ហើយបរិះម្នាក់ជួយអ្នកហ្វឹកហាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅដ៏ល្អឥតខ្ចោះពីចម្លើយច្បាស់លាស់របស់បរិះនោះព្រលឹងក្មេងស្រីបន្ទាប់ពីចម្លើយវាគ្រាន់តែចាក់ចេញពីរាងកាយមុខទាំងពីរនោះក៏ជឿវាបរិះម្នាក់ប៉ុន្តែភ្លាមនោះមុខរបស់ស្ត្រីពួកគេបានទទួលការហៅទូរស័ព្ទមួយពួកគេធ្លាប់បានសម្ដែងស្រីរបស់បរិះមានបំផុតបានធ្វើអត្តឃាតសំណុំរឿងនេះត្រូវបានអ្នកផ្សេងបដិសេធហើយតុលាការបានទទួលបានគេសម្លាប់ហើយអ្នកដំបូងឥឡូវនេះហ្វូកំពុងដឹកនាំរឿងនោះលីបានដាក់សម្ពាធលើពួកគេឲ្យរកវាឲ្យបានឆាប់តាមឃើញបើមិនដូច្នោះទេករណីនេះបានប្រពន្ធជូនទៅសាខាណានឆេអ្នកជំនាញស៊ើបអង្កេតព្រមទុនគួរតែដោះស្រាយវាតាមវិធីបាត់បង់សេរីរុងរឿងពីមុនរបស់ប៉ុន្តែករណីនេះពិតជាពិបាករកណាស់ពួកគេទាំងពីរនាក់មិនបានជោគជ័យអ្វីឡើយភ្លាមនោះពួកគេបានគិតអំពីបុរសដូច្នេះអ្នកភូមិសាស្ត្ររូបនេះបានផ្ដល់រង្វាន់ការអញ្ជើញទៅកាន់អត្តសញ្ញាណរបស់អ្នកគាត់បានជួយក្នុងករណីនេះដោយមិននឹកស្មានដល់គាត់បានយកព្រលឹងស្ត្រីនោះក្រោយពីត្រូវបានកោះហៅមកពួកគេបានឮសំឡេងរឿងរ៉ាវដ៏គួរឲ្យរន្ធត់នឹងឃាតករដែលគ្មានបេះដូងនិងឈួតនោះស្វាមីរបស់ស្ត្រីនោះដែលបានរៀបការជាមួយមនុស្សស្លាប់គាត់បានដាក់ថ្នាំស្ត្រីមានផ្ទៃពោះម្នាក់បន្ទាប់មកបើកសន្ទះបិទបើកអ៊ូស្មានដាក់ឈើគូសក្នុងមីក្រូវេវបន្ទាប់មកកំណត់ដល់ចំហាយមីក្រូវេវពេលវេលាចាប់ផ្ដើមល្អធ្វើវាតាមវិធីនេះសម្រាប់គាត់បានបង្កើតអវត្តមានដ៏ល្អឥតខ្ចោះឈុតឆាកនេះបានបង្ហាញថាស្ត្រីនោះនៅរស់រានមានជីវិតគាត់ត្រូវបានគេដុតស្លាប់នៅក្នុងបន្ទប់គេងរបស់គាត់ហើយកូនប្រសារដ៏ខ្មាស់អៀនម្នាក់នេះកូនប្រសារឥឡូវថែមទាំងគំរាមក្បាលទៀតផងបុរសអ្នកមានគួរតែឈប់ស៊ើបអង្កេតកូនស្រីរបស់គាត់មូលហេតុនៃការស្លាប់បើមិនដូច្នោះទេខ្ញុំមិនប្រាប់ទេគាត់កំពុងមើលថែការជំនាញគាត់បានស្ដាប់រឿងរ៉ាវរបស់ស្ត្រីនោះខឹងខ្លាំងណាស់បុរសនោះសូមដកឯកសារការពារចេញភ្លាមហើយស្ត្រីនោះបានទុកវាចោលដើម្បីឲ្យគាត់ទៅសងសឹកបន្ទាប់មកក្រុមនោះបានត្រឡប់មកវិញភ្លាមការិយាល័យប៉ុន្តែមិននឹកស្មានដល់ថាវាស្មុគស្មាញកូនប្រសារនៅតែគំរាមឪពុកក្មេកឲ្យដកថយសំណុំរឿងនេះត្រូវបានបិទហើយប៉ុន្តែបុរសចំណាំសង្ស័យគាត់មិនហើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយភីគីម្ខាងទៀតប្រកាសថាពួកគេកំពុងស្វែងរកពួកគេបានប្រកាសដោយក្រអឺតក្រទុំថាបន្តស៊ើបអង្កេតប៉ុន្តែគាត់គ្រាន់តែយល់ព្រមឲ្យគេដែលមនុស្សមកពីសាខាណានឆេងបានទៅស៊ើបអង្កេតនេះខ្ញុំនឹងស្នាក់នៅទីនេះជាមួយមនុស្សគាត់នឹងស្នាក់នៅរហូតដល់ឃាតករត្រូវបានរកឃើញខ្ញុំនឹងមិនត្រឡប់ទៅផ្ទះវិញពីទីនេះទេមើលរូបរាងដ៏ក្រអឺតក្រទុំពីខាងយ៉ាងខ្លាំងហើយមុខរោមរបស់ពួកគេក៏បានបញ្ជាក់ថាលោកបានរកឃើញជនល្មើសពិតប្រាកដហើយប៉ូលីសសាខាណានឆេងបានទទួលយកប្រយោជន៍នៃការដឹងថាពួកគេមិនធ្វើប្រហែលជាកូនប្រសារអាចរកឃើញហើយគាត់បានចាប់ដៃស្ត្រីនោះជាភស្តុតាងមនុស្សចង់ឲ្យគាត់រៀបរាប់រឿងរ៉ាវព័ត៌មានលម្អិតនៃសំណុំរឿងនឹងអ្នកណាជាឃាតករសូម្បីតែចៅហ្វាយរបស់គាត់ក៏ណែនាំគាត់និយាយអំពីវានៅពេលក្រោយប៉ុន្តែស្ត្រីនោះវាចង់និយាយកូនប្រសារស្ត្រីរូបនោះបានបញ្ជាឲ្យអ្នកក្រោមបង្គាប់បានរៀបចំខ្លួនសម្រាប់សកម្មភាពហើយបន្ទាប់មកបានរាប់គាត់អំពីក្រតកម្មរបស់គាត់ចេញបានចោទប្រកាន់គាត់ថាចង់ស៊ីចាងម្ហូបពិសេសគ្រួសារមួយត្រូវបានដុតយ៉ាងឃោរឃៅភរិយាដែលបានស្លាប់របស់គាត់នឹងត្រកូលអុកទីរោក្នុងផ្ទៃភ្លាមនោះការិយាល័យសាខាទីក្រុងខាងត្បូងម្ដងដើម្បីបង្កប់បញ្ហាអ្នកមិនអាចគ្រាន់តែធ្វើការសន្យាទេបានទេគុណមនុស្សល្អម្នាក់នឹងកូនប្រសារក៏ក្រោកឈរឡើងភ្លាមមកចុះទុកឲ្យពួកគេបង្ហាញភស្តុតាងចុះកូនតូចពុទ្ធិចារសាសនាតៅលែងអាចទ្រាំទ្របានទៀតហើយអន្តរាគមនឹងចាប់ផ្ដើមការសន្ទនាប្រសិនបើឃាតករការសារភាពត្រូវបានរាប់ជាភស្តុតាងដែរប៉ុន្តែមនុស្សពីរនាក់នៅភាគខាងត្បូងនៃទីក្រុងគាត់ជាមនុស្សបោកប្រាស់ហើយជាប់គុកយ៉ាងណាមិញតើអ្វីទៅដែលបុរសគ្រាន់តែគាត់មិនព្រមស្ដាប់ទេដូច្នេះគាត់បានយកម៉ាស៊ីនថតសម្រាប់យករលឹងស្ត្រីពួកគេត្រូវបានដោះលែងហើយប៉ុន្តែមនុស្សគ្រប់គ្នាបានបាត់ខ្លួនពីបន្ទប់នោះមានអារម្មណ៍ញាក់សាច់វាបានហោះកាត់ខ្ញុំហើយបន្ទាប់មករលឹងរបស់គាត់បានចូលទៅក្នុងភាពក្រអឺតក្រទមនោះកូនប្រសារប្រុស